bà ấy cứ chia bật phò đại bác phò sọc phiệp mộtประเภท đểត្រូវបានរដ្ឋបတ်យ៉ាងតឹងរ៉ឹងដោយច្បាប់ជាតិក៏ដូចជាលិខិតប្រកបអន្តរជាតិបើសិនជាយើងធៀបជាមួយនឹងផលិតផលដែលប៉ះពាល់សុខភាពដទៃទៀតមានដូចជាគ្រឿងសង្វឹងឬក៏ស្រាបៀរជាដើមមាន3ចំណុចធំៗដែលត្រូវបានហាមឃាត់នឹងរដ្ឋបတ်នៅក្នុងច្បាប់ស្តីអំពីការត្រួតពិនិត្យផលិតផលថ្នាំជក់ទី1គឺការហាមឃាត់ទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ទាំងអស់បានន័យថាទោះបីជាធ្វើឡើងតាមរយៈបណ្ដាញសង្គមនៅតាមរយៈព័ន្ធផ្សព្វផ្សាយមានវិញ្ញាទូរទស្សន៍អ្វីៗផ្សេងៗទៀតការផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈការដាក់លើផ្ទាំងប៉ាណូតាមរយៈការចែកលិខិតខិត្តប័ណ្ណអីផ្សេងៗការផ្សព្វផ្សាយតាមរយៈការប្រើប្រាស់យានយន្តចល័តអីទាំងអស់ហ្នឹងគឺសិតតែត្រូវបានហាមឃាត់ទាំងអស់និយាយឲ្យខ្លីគឺគ្រប់ទម្រង់តែម្ដងនៃការផ្សព្វផ្សាយពាណិជ្ជកម្មគឺត្រូវបានហាមឃាត់មិនអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មឡើយទី2សកម្មភាពទាំងឡាយណាដែលបំរើបំរាស់នឹងមានគោលដៅក្នុងការជំរុញឲ្យមានការជក់ផលិតផលថ្នាំជក់មានការជំរុញទៅដល់ការលក់ផលិតផលថ្នាំជក់ឬក៏សកម្មភាពទាំងឡាយណាដែលទាក់ទាញឲ្យមានការជក់បរិយទាំងអស់នេះគឺសិតតែត្រូវបានហាមឃាត់ដោយច្បាប់ជាឧទាហរណ៍ថាការប្រើប្រាស់ក្រុមនារីដែលទៅដើរលក់បរិយផ្ទាល់ឲ្យអតិថិជននៅតាមហាងកាហ្វេនៅតាមភោជនីយដ្ឋានអីផ្សេងៗគឺសិតតែត្រូវបានហាមឃាត់ការប្រើប្រាស់សកម្មភាពទាក់ទាញដូចជាការដាក់រង្វាន់ជក់បរិយហើយបានសម្បកកញ្ចប់បរិយយកទៅដូររង្វាន់អីជាដើមទាំងអស់នេះគឺសិតតែត្រូវបានហាមឃាត់ដោយច្បាប់ទី3គឺទាក់ទងទៅនឹងការបោះពុម្ពសារពមៀនសុខភាពជារូបភាពនិងអក្សរក្នុងទំហំ 55% នៅលើកញ្ចប់បរិយក៏ដូចជាសងបរិយទាំងផ្នែកសងខាងតែម្ដងបើសិនជាលោកអ្នកកត់សម្គាល់ទៅតាមទូតាំងលក់បរិយនៅទូទាំងប្រទេសកម្ពុជាតែម្ដងគឺលោកអ្នកនឹងសង្កេតឃើញថានៅលើកញ្ចប់បរិយក៏ដូចជាសងបរិយគឺមានសារពមៀនសុខភាពជារូបភាពអាក្រក់ដូចជារូបភាពកាត់មហារីករូបភាពមានខ្ទុះនៅជាប់មាត់ជាដើមទាំងអស់នេះគឺជាសារដែលបង្ហាញទៅដល់អាយុថាការជក់បរិយគឺមានលទ្ធផលបែបនេះសរុបមកវិញផលិតផលថ្នាំជក់ឬក៏បរិយនេះគឺជាផលិតផលមួយដែលត្រូវបានរដ្ឋបတ်យ៉ាងតឹងរ៉ឹងដោយច្បាប់ជាតិក៏ដូចជាលិខិតប្រកបអន្តរជាតិរាល់សកម្មភាពទាំងឡាយណាដែលមានចេតនាក្នុងការជំរុញការលក់ក្នុងការលើកកម្ពស់ការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីទាក់ទាញអ្នកជក់គឺត្រូវបានហាមឃាត់ដោយច្បាប់